ក្នុងករណីក្មេងផឹកថ្នាំហើយថ្នាំអីក៏ដោយនៅពេលក្មេងផឹកហើយក្អួតចេញក្អួតពេលណាក៏ដោយផឹកភ្លាមក្អួតភ្លាមក៏ដោយជានៅក្នុងក្បួនវិទ្យាសាស្ត្រមិនគួរឲ្យក្មេងញ៉ាំថ្នាំឡើងវិញទេទោះបីញ៉ាំក្នុងកម្រិតណាក៏ដោយពីព្រោះការក្អួតរបស់កូនក្មេងក្រោយញ៉ាំថ្នាំគ្មានមធ្យោបាយដើម្បីនឹងវាយតម្លៃថាតើមានការចេញថ្នាំមកវិញអស់ប៉ុន្មានអត់មាននរណាដឹងទេប៉ាន់ស្មានមិនបានទេការផ្ដល់អនុសាសន៍ចំពោះពុកម្ដាយឲ្យថែមថ្នាំឲ្យប្រើថ្នាំបន្ថែមទៀតអាចនឹងមានការលើសកម្រិតប្រើថ្នាំដូច្នេះក្នុងករណីនេះមធ្យោបាយមួយគឺយើងប្រើថ្នាំមួយមុខហើយក្មេងក្អួតដូច្នេះយើងសុំឲ្យអនុសាសន៍ឲ្យប្រើថ្នាំមួយមុខទៀតឧទាហរណ៍ប្រើលើកទី1ប៉ារ៉ាសេតាមុលក្អួតប្រើលើកទី2យើងអាចងាកទៅប្រើពួក ibuprofen ជំនួសវិញឬអាចត្រូវទៅពេទ្យវិញល្អជាងថែមថ្នាំព្រោះអត់មិនអាចប៉ាន់ស្មានបានទាំងស្រុងទេ